4 ចំណុចពិសេសរបស់ទ្វារដែកការពារអគ្គិភ័យដែលមនុស្សភាគច្រើនមិនដឹងមកស្វែងយល់ជាមួយ Segundo ដោយឥឡូវនេះ 1. ផ្នែកបង្ហាប់ទ្វារ ទ្វារត្រូវបានរចនាចេញពីសន្លឹកដែកពីរដាក់សានមានកម្រាស់ពី 1.2 ម៉មដល់ 1.4 ម៉មផ្ទៃខាងក្រៅត្រូវបានគ្របដណ្ដប់ដោយថ្នល់ថ្នាំគ្របអគ្គិសនីដែលជួយពង្រឹងសំណុំជាប់ជាមួយគ្រឿងបន្លាស់ នៅចន្លោះសន្លឹកដែកទាំងពីរនោះមានបញ្ចូលជាថ្នល់បំបត្តិសូរនិងកម្ដៅដោយសំឡេងកែវកាត់ glass wool ដែលជួយក្នុងការបំបត្តិសំឡេងកាត់កម្ដៅនិងការពារភ្លើងបានយ៉ាងមានប្រសិទ្ធភាព 2. បាញ់លីទ្វារបន្ទះដោតសន្លឹកទ្វារ បាញ់លីរឹងមាំជាពិសេសសម្រាប់ការការពារភ្លើងវាអាចធន់នឹងសីតុណ្ហភាពខ្ពស់ដោយស្ថិរភាពខ្ពស់និងសុវត្ថិភាពក្នុងការប្រើប្រាស់ជាពិសេសពេលមានហេតុការណ៍អាសន្ន 3. ខ្សែចរ rubber seal ខ្សែចរដែលភ្ជាប់ជាមួយស៊ុមទ្វារជួយទប់សំឡេងធ្ងន់ការពារខ្យល់ចេញចូលនិងការពារខ្យល់ពុលឆ្ពោះចូលក្នុងបន្ទប់ដំណើរការបិទបើកទ្វារនឹងកាន់តែទន់ភ្លន់មិនមានសំឡេងរំខាន 4. ផ្នែកជើងទ្វារ ជើងទ្វារជួយបិទសន្លឹកក្រោមនិងបិទគ្រប់គ្រោះតូចដែលអាចបណ្ដាលឲ្យភ្លើងឬស្មានជ្រៀតចូលជួយបន្ថែមសុវត្ថិភាពនិងការពារភ្លើងបានកាន់តែមានប្រសិទ្ធភាពតើអ្នកគិតយ៉ាងដូចម្តេចពីទ្វារដែកការពារភ្លើងពី Segundo ចូលមក Segundo ឥឡូវនេះដើម្បីទទួលបានការប្រឹក្សាឥតគិតថ្លៃពីក្រុមការងារជំនាញរបស់យើង